ធម្មពលវិញ្ញាណកំពុងតែប្រមូលផ្ដុំគ្នាហើយរន្ទះមាសស្នូវនេះកំពុងតែប្រមូលផ្ដុំវិញ្ញាណរបស់វាពេលកំពុងប្រមូលផ្ដុំវិញ្ញាណបែបនេះរន្ទះមាសស្នូវនឹងធ្លាក់ចូលក្នុងស្ថានភាពខ្សោយបំផុតមិនខានបើសិនជាអាចឆ្លៀតឱកាសនេះយកវាបង្ក្រាបបានវាច្បាស់ជាខ្លាយជាអាវុធសម្ងាត់ដ៏សាហាវមួយហ្មងអ៊ីវ៉ាណែខ្ញុំគ្រាន់តែនិយាយលេងទេតើបើសិនជាដើម្បីតែអំណាចហើយចេះតែដើរប្លន់គេឯងនោះតើពួកយើងមានអីខុសពីពួកវាមានវិញ្ញាណទៅកម្លាំងវីបកនេះគួរឲ្យខ្លាចណាស់មិនចម្លែកទេដែលដើមពោតបុរាណមិនអាចប្រមូលផ្ដុំវិញ្ញាណបានបើសិនជាវាអញ្ចឹងដែរមិនដឹងថាកម្លាំងវីបកនេះនឹងខ្លាំងដល់កម្រិតណាទេពួកបេសាចខ្មៅទាំងនោះកំពុងតែពួកវាជាសាច់ញាតិកំពុងជួយប្រមូលផ្ដុំវិញ្ញាណតែបែរជាត្រូវកម្លាំងបំផ្លិចបំផ្លាញរបស់វាកំទេចទៅវិញគួរឲ្យស្ដាយណាស់ដើម្បីការពារសាច់ញាតិទើបវាសម្រេចចិត្តឡើងកម្រិតតែចុងក្រោយក៏ព្រមបោះបង់វិញដើម្បីសង្គ្រោះជីវិតសាច់ញាតិខ្លួនគ្រប់យ៉ាងសុទ្ធតែមានវិញ្ញាណពួកយើងចេញមុខជួយវាបន្តិចទៅកម្លាំងរបស់ឯងទើបជាឧបសគ្គធំបំផុតក្នុងការប្រមូលផ្ដុំវិញ្ញាណរបស់ឯងនោះបើឯងព្រមបោះបង់កម្លាំងចោលខ្ញុំនឹងជួយឯងឲ្យប្រមូលផ្ដុំវិញ្ញាណបានសម្រេចបើមិនអញ្ចឹងទេឯងច្បាស់ជារលីបាត់បង់រូបរាងដោយសារតែកម្លាំងវីបកនេះមិនខានកម្លាំងបំផ្លិចបំផ្លាញនេះពិតជាគួរឲ្យខ្លាចមែនសៀវអ៊ីវ៉ាសៀវអ៊ីស្រូបយកកម្លាំងរន្ទះមាសស្នូវនេះថែមទាំងជួយឲ្យកម្រិតរបស់ខ្ញុំកើនឡើងទៀតផងធម្មពលរបស់អាមួយនេះទីបំផុតក៏ស្ងប់ស្ងាត់វិញហើយ